I'm Zal from the Manga Saga. Welcome back to another episode នៃសាច់រឿងរបស់យើងទាំងមូលដែលនេះគឺជាភាគទី43ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹងការសម្រាយនិងការបកប្រែរឿងរបស់ admin ណាហើយកុំភ្លេចជួយ like and subscribe ឲ្យមីនម្នាក់មួយផងតោះឥឡូវយើងចូលសាច់រឿងតែម្ដងទៅណាប្លង់នេះកាត់មកពេលដែលជេនិងសាយ៉ុងកំពុងតែនៅជាមួយគ្នាដែលជេកំពុងជាប់ក្នុងការសង្ស័យរបស់សាយ៉ុងដែលតម្រូវឲ្យគេឆ្លើយសំណួរដែលលើកមកចំព្រះអរ៉ារបស់គាត់ហ្មងណាសាយ៉ុងនឹងបន្តដេកលើស្មារបស់ជេរួចគេបន្តសួរចម្លើយគាត់ថាអ្នកដែលត្រួតពិនិត្យរោងបិសាចនេះអាចនឹងមិនមកពីសមាគមរបស់យើងតែវាគ្មានផ្លូវទេដែលអ្នកមកពីការិយាល័យគ្រប់គ្រងស្នាមប្រេះអាចលើកលែងចំពោះការចេញចូលអញ្ចឹងបាននោះជេចាប់ផ្ដើមបែកញើសជោគពេញខ្លួនហើយពេលនេះពេលលឺសាយ៉ុងនិយាយអញ្ចឹងគាត់ក៏បាននឹកឃើញដល់អ្នកដែលត្រួតពិនិត្យត្រូវបានមន់ចម្លើយកកវាយដួលខ្ពកលើដីបាត់សាយ៉ុងឃើញជេស្ងាត់មាត់ជ្រាបបែបនេះគេក៏បន្តចាក់ទៀតតើអ្នកចំនួនដល់មមាញឹកមានពេលតនេមកធ្វើអីក្នុងរោងបិសាចអញ្ចេះហ៎ជេឆ្លើយទាំងបែរមកចេញហាងឥឡូវវារៀងស្ងាត់មួយរយៈហ្នឹងមានពេលតនេច្រើនសាយ៉ុងញញឹមហើយក៏បៀបហាក្រឹបអូចឹងផងឥឡូវហ្នឹងមិននឹងខ្ញុំខំគិតថាបងចង់បានត្បូងវេទមន្តអីតើបានខំប្រឹងចូលក្នុងនេះនោះពួកបងអាចបានប្រាក់ខែផងពេលចូលធ្វើលេខារបស់ខ្ញុំមកសាយ៉ុងអោនចោះរួចដកដង្ហើមធំមួយដូចគេហត់ខ្លាំងណាស់អញ្ចឹងនិយាយច្បាស់មើលបងតែគ្រាន់តែលើប៉ុណ្នេះគេត្រៀមចិត្តត្រៀមកាយស្រែកឲ្យថាសាយ៉ុងប្រកាសជាសួរសំណួររបៀបថាបងឈួតមែនបើមិនអញ្ចឹងទេតែសតិបងបាត់ហើយគេត្រៀមមកហើយកុំឲ្យធំអត់បានទេមិនដឹងមនុស្សឈឺអញ្ចឹងតែបងមកទីនេះជាមួយនរណាគេជេគាត់ទៅស្ដាប់ហើយ stress ថែម20កម្រិតគេយកដៃជ្រងសក់រួចគិតក្នុងចិត្តថាអូនិយាយមែនឯងពិតជាមានទេពកោសល្យក្នុងការសួរចម្លើយមនុស្សមែនតាខ្ញុំមិនអាចសម្បីតែរកចម្លើយមកឆ្លើយជាមួយឯងបានទេពេលនេះហេវាពិតជាគួរឲ្យធុញណាស់ដឹងអត់ទេនៅខូចខ្វល់មិននិយាយចាញ់មកឯងសាយ៉ុងក៏អោនទៅនិយាយចិត្តទៅជាគេថាវាមិនអាចទៅរួចទេអាខ្មោចយាមបណ្ណាល័យណាមវូជីននោះនឹងមកទីនេះដល់ខ្លួនឯងផ្ទាល់សាយ៉ុងក៏បន្ថយសលេងខ្សឹបដាក់តិចជេថាអាចចង្រៃនោះឲ្យបងមកសើមកេកកន្លែងនេះមែនជេគិតក្នុងចិត្តថាហេហើយមិនក៏សុកលើកណាមវូជីនមកនិយាយអញ្ចឹងឯងគិតខុសហើយអាល្អិតជេក៏ស្រែកគេថាកុំមកនិយាយឲ្យបានកាវអើយប្រព័ន្ធបានពិនិត្យរួចរាល់រឿងបិសាចបានបញ្ចប់ការសាងសង់ឡើងវិញរួចរាល់មិនទាន់បាននិយាយអីទៀតផងប្រព័ន្ធក៏លុតព័ត៌មានមកបាត់កម្រិតថ្មីមួយទៀតត្រូវបានដាក់ឲ្យរោងបិសាចនេះកម្រិតដាក់ឲ្យរោងបិសាចក្នុងតំបន់ជុងណូគឺរោងបិសាចមានកម្រិត S+ វាមានការប៉ាន់ប្រមាណថាមានតែត្រឹមកម្រិត L grade ទេដែលវានៅលើកម្រិត S grade បើតាមសមត្ថភាពដែលមានកម្រិតរបស់ហុងយេសឹងបានប៉ាន់ស្មានណារហូតមកទល់ពេលនេះមិនមានរោងបិសាចណាដែលមានកម្រិតខ្ពស់ជាង S បានលេចមានឡើងទេបើគិតថាប្រភេទចឹងមានន័យថាកម្រិតដែលលើសពី S គឺជាកម្រិតដែលគេដាក់ឈ្មោះថា L អញ្ចឹងណាប៉ុន្តែសម្រាប់រោងបិសាចនេះវាជាក់ស្ដែងវាលោតទៅជាកម្រិត S+ មានន័យថា S បូកអញ្ចឹងវាខ្លាំងជាង L grade ហើយនិង S grade ទៀតហើយជេក៏គិតថាប្រហែលជាមកពីគាត់នៅក្នុងសមុទ្រខាងលិចអស់រយៈពេល8ឆ្នាំហើយទើបគាត់អត់បានដឹងពីការអាប់ដេត grade អីទាំងអស់ហ្នឹងអញ្ចឹងណាតែសាយ៉ុងក៏លន់មកថាត្រូវហើយវាគឺជាលើកដំបូងហើយជេក៏លេចមើលសាយ៉ុងក៏គិតថាសម្បីតែគេក៏មិនដែលបានឃើញរឿងបែបនេះពីមុនមកដែរអញ្ចឹងក្នុងរោងបិសាចក៏អត់ដែលមានកម្រិតនេះទេហើយកម្រិតនេះគឺថ្មីមែនតើចំពោះកម្រិតដែលស្រាប់តែផ្លាស់ប្ដូរភ្លាមនៅពេលដែលជេបានឈានជើងចូលមកក្នុងនេះវាហាក់បីដូចជាកំពុងរងចាំជេអញ្ចឹងហើយក៏ដោយសារតែគាត់ណាជេគាត់ទះខ្លួនឯងផ្លាច់គាត់និយាយថាទេវាមិនមែនជាពេលដែលត្រូវមកមាន emotional damage អីទេភ្ញាក់ឡើងជេយកដៃទះមុខរបស់គាត់ដល់ថ្នាក់សាយ៉ុងចង់ភ័យថាកាត់អីយ៉ាងណាជេក៏បញ្ញាប់សួរទៅសាយ៉ុងថាតែមានតនេខ្លះទេពាក់ព័ន្ធជាមួយរោងបិសាចនេះសាយ៉ុងក៏និយាយថាមានខ្លះដែរតែវាសុទ្ធតែគ្មានប្រយោជន៍ទេឥឡូវនេះនោះវាត្រូវបានគេរកឃើញតាំងពីមុនរោងបិសាចនេះប្រែក្លាយទៅជារោងបិសាចចម្រុះបែបនេះទៀតដោយសារតែរោងបិសាចនេះត្រូវបានសាងសង់ឡើងវិញអញ្ចឹងយើងត្រូវការស៊ើបអង្កេតវាបន្ថែមដើម្បីច្បាស់វាហាក់បីដូចជារោងថ្មីមួយទៀតបាត់ទៅហើយហ្នឹងជេក៏វិភាគក្នុងចិត្តថាទាំងភាពចម្រុះនិងការសាងសង់ឡើងវិញដោយខ្លួនវានោះសុទ្ធតែស្តៀងទៅនឹងលក្ខណៈរបស់ស្នាមប្រេះនៃសមុទ្រខាងលិចហើយមានតែខ្ញុំម្នាក់ទេដែលដឹងពីរឿងនេះខ្ញុំឆ្ងល់ថាតើរោងបិសាចនេះនិងស្នាមប្រេះនៃសមុទ្រខាងលិចនឹងមានអីជាប់ពាក់ព័ន្ធជាមួយគ្នា
និយាយអញ្ចឹងបងឯងមានទម្លាប់ចូលចិត្តឲ្យគេវាយធ្វើបាបបងឯងមែនណាបានបងឯងពេញចិត្តឬក៏មិនចេះសម្លក់សាយយ៉ាងរួចចេះសួរទៅគេវិញថាអេនិយាយអីឡប់ទៀតអីចុះឯងមានទម្លាប់និយាយអត់បានប្រយោជន៍ចឹងមែនសាយយ៉ាងនៅដៃទាំងឯងមករបស់ចេរួចគេនិយាយថាតែសកម្មភាពបងឯងហ្នឹងវានិយាយខុសពីមាត់ហ្នឹងណាឥឡូវសាកធ្វើវាម្ដងទេមើលការវាយផ្ទះតបអីហ្នឹងមិនមែនជា style របស់ខ្ញុំទេតែខ្ញុំអាចលើកលែងចំពោះបងឯងបានណាអីអាកូននិយាយដល់ណាហ្នឹងហ៎ថងកន្លែងត្រឡប់នឹងអាចមានន័យពីរទាំងអស់គ្នាទី1ន័យធម្មតាហើយទី2ន័យបែបប្រកាសគេចង់និយាយលើ making love របៀបបែបក្តៅក្រហល់កាហាយដាក់ចង្វាក់វាយទេតបអីហ្នឹងណាគេដែលគាត់មើលរឿង BL ឬក៏អាម៉ាប្រភេទទៀតហ្នឹងគាត់ដឹងហើយរបៀបត្រឡប់ចូលចិត្តឲ្យគេវាយទេតបហ្នឹងដល់ពេលអញ្ចឹងចេគាត់មកបាយចឹងដាក់ម្ដាយឲ្យចំក្បាលតាដល់ពេលទៅនឹកឃើញឯណាប្រកាច់ម្នាក់នេះនិយាយថាឈឺណាស់តែមិនឯងយកក្បាលឯងនឹងទៅរងឬក៏មិនបានជានិយាយចេញមកឡប់បែបហ្នឹងហ៎តាំងមើងងាយបងមែនណាកូនជេយកដៃទៅច្បាច់ដៃសាយខ្ញុំចេញពីមុខរបស់គាត់តតែសាយខ្ញុំស្រីថាអ៊ុយឈឺតែគាត់ឈប់ហើយនិយាយថាមើលតែឯងដូចជាលេងអីហ្នឹងណោះបានជានិយាយច្រើនដល់ថ្នាក់ហ្នឹងតាទៅអញ្ចឹងវាដល់ពេលហើយដែលយើងត្រូវចេញទៅសាយខ្ញុំតបដៅមើលដៃគាត់បដៅប្រហែលតែយើងប្រញាប់ទៅដល់ថ្នាក់ហ្នឹងមែនជេដើរទៅរើសយកដំបងហើយតបទៅគេវិញថាឯងនិយាយថាឯងមកទីនេះជាមួយចុងប៊ិនណាអញ្ចឹងតែយើងមិនគួរទៅរកគេទេសាយខ្ញុំក៏និយាយថាបងនិយាយត្រូវហើយតែយើងត្រូវតែដើរប្រយ័ត្នប្រយែងណាខណៈពេលដែលយើងក៏ត្រូវតែរកផ្លូវចេញពីទីនេះដែរចុងប៊ិនអាចទប់ទល់វាបានហើយគាត់មិនមែនមនុស្សអន់ណាជេក៏ក្នុងចិត្តថាខ្ញុំជឿជាក់ទៅលើចុងប៊ិនតែខ្ញុំមិនដឹងថាយេសឹងនឹងកាអ៊ូលអាចទៅរួចអត់ទេបន្ទាប់ពីបានទាញពួកគេចូលមកក្នុងភាពរញ៉េរញ៉ៃនេះហើយបើសិនជា5ផ្សាយយ៉ងថាមកជាមួយពីអ្នកនេះបានជាខ្ញុំបញ្ញាប់ទៅរកពួកគេនោះវារត់តែមានភាពរញ៉េរញ៉ៃជាងនេះមិនខានឡើយក្នុងការសម័យរបស់ជេយេសឹងគេគឺជាមនុស្សដែលចម្លែកនិងមានសមត្ថភាពច្រើនប្រហែលជាគេមិនអីទេតែបើសិនជាគិតទៅភាពចម្លែកនឹងការរត់យករួចខ្លួននោះវាខុសគ្នាមិនដឹងពួកគេយ៉ាងម៉េចហើយទេនេះសាយយើងចង្អុលមុខរបស់ជេថាវាមិនចាំបាច់បិទមុខរបស់បងទេតែបងក៏ថាអាវរបស់បងឯងនឹងអាចបិទចិត្តមែនស្អីគេតើបងពិតជាចង់ឲ្យចុងប៊ីនឃើញមុខបងមែនចេញងាកមុខចេញហើយគេនិយាយក្នុងចិត្តតែឯងថាហុយស្អប់អាប៉ែនឹងលើនិយាយត្រូវនឹងហ្មងតែខ្ញុំគួរតែសម្រាប់ពេលរួមបិសាចនេះសិនចាំទៅជប់ចុងប៊ីនណាសាយយើងគេញញឹមរួចនិយាយបន្តថាខ្ញុំយល់ហើយបងស្រាប់តែមានប្រតិកម្មដូចលើចឹងកាលពីមុនរួចហើយបងក៏នឹងតែបកកខ្លួនទៅឲ្យអាមេបិសាចក្នុងរូងនេះត្រូវអត់ចេះដល់គេនិយាយត្រូវពេកក៏យកតបងទៅចាក់ចកេះរួចចេគេថាស្អីឯងអាគ្មានឈួតសាយយើងគេនិយាយទៅថាទៅវាគ្មានស្អីទេចាំយករបាំងមុខទៅឲ្យបងទៅបានទេពួកគេរៀបនឹងដើរចេញទៅហើយចេះក៏នឹកឃើញអីទេគាត់ក៏សួរទៅសាយខ្ញុំថាចាំតិចពេលមុនឯងមានធម្មពលដែរឯងពិតជាឈឺមែនទេសាយខ្ញុំឆ្លើយទៅមិនងាកក្រោយខ្ញុំមិនដឹងដែរចេះសង្ហាចិត្តគេធ្វើមាត់ស្រួយពេលអានចិត្តអីយ៉ាងចម្លើយមិនច្បាស់លាស់មើលទៅគេមិនចង់និយាយរឿងហ្នឹងទេមើលអានចិត្តថងខ្លួនឯងកុហកគេឡើងវល់អត់គិតសោះប្រូសាយខ្ញុំបែរមកនិយាយជាមួយជេថាបងខ្ញុំអាចឮសំឡេងរោនៅក្នុងខួរក្បាលរបស់បងនេះជេក៏តទៅវិញថាឯងពិតជាមានទេពកោសល្យខាងអាក្រក់ចឹងមែនឯងមិនដឹងខ្លួនអត់សាយខ្ញុំក៏សើចខ្ញុំនឹងមិនប្រាប់បងទេវាជាការសម្ងាត់ស្អីគេមានរឿងច្រើនណាស់ដែលបងមិនបានប្រាប់ខ្ញុំដែរបងសម្លាញ់តែវាមិនអីទេបើទោះបីជាបងផលក៏ដែរខ្ញុំច្បាស់ថាបងនឹងអាចរកឃើញការសម្ងាត់របស់ខ្ញុំនៅក្នុងថ្ងៃណាមួយមិនខានទេវាគួរតែអញ្ចឹងឯងសាយខ្ញុំឈរសម្លឹងមើលទៅជេគេគិតក្នុងចិត្តថាការកុហកពីមួយទៅមួយខ្ញុំឆ្ងល់ថាតើការកុហកគ្រប់បែបយ៉ាងនេះនឹងនាំស្អីមកវិញបន្ទាប់ពីមានការដាស់ធម្មពលឡើងមកអ្នកក៏ទទួលបានការជឿជាក់យ៉ាងច្រើនពីមនុស្សគ្រប់គ្នាតែអ្នកសម្រាប់ខ្ញុំអ្នកដែលត្រូវបានគេកុហករហូតមកនោះគឺជាបងមិនមែនជាការជឿជាក់ដែលអ្នកដទៃប្រាប់ទៅបងទេវាដូចជាមានអីមួយយ៉ាងដែលភ្លឺចែងចាំងនៅក្នុងខ្លួនរបស់បងវាធ្វើឲ្យខ្ញុំចង់ឃើញវាថាម្នាក់ឯងតែប៉ុណ្ណោះសម្លេងបិសាចក៏លន់រង្គើមេឃរង្គើដីសាយយ៉ងនឹងជេត្រៀមខ្លួនប្រយុទ្ធជាមួយនឹងពួកវាជេហក់ទៅសំពងក្បាលពួកវាជាមួយនឹងដំបងរបស់គាត់រីឯសាយយ៉ងវិញគេសម្រាប់បិសាចតែប្រើជាតិពុលរបស់គេចាមានចកាហោះហើរពេញផ្ទៃមេឃទាំងគូហ្មងសាយយ៉ងគេក៏ឆ្លៀតផ្ដោះផ្ដងមួយជេថាពីអីដែលខ្ញុំបានឃើញនេះ
ពួកយើងពិតជាស័ក្តិសមជាដៃគូគ្នាណាខ្ញុំយល់ហើយមិនបានជាបងភ័យតែវាមិនអីទេវាមានកម្រិត S ដកច្រើនណាស់នៅក្នុងរោងវិស័យនេះនោះតែជេក៏តែពីប្រុងប្រយ័ត្ននឹងមានការព្រួយបារម្ភគាត់គិតក្នុងចិត្តថាឯងមិនយល់ទេអានឹងហើយដែលជាបញ្ហានោះក្នុងចំណោមអ្នកដែលមានកម្រិត S 8អ្នកនៅកូរ៉េមាន5អ្នកហើយដែលចូលមកក្នុងនេះតែមិនបានជាពាក់កណ្ដាលនេះពួកគេនៅក្នុងនេះទៅវិញសាច់រឿងកាន់មក3អ្នកនេះម្ដងអើយយាយម៉ែធ្ងន់កតែចុងប៊ីនទេនេះចុងប៊ីនស្រីសួរពួកគេថាពេលនេះអត់មានរបួសអីទេមែនយាយសឹងពួកនៅដុំថ្មចេញតែមេដៃមកទេបើកាអ៊ូលអើទាំងខ្លួនចេញមកឆ្លើយតបថាចាចុះលពូវិញអត់អីទេមែនចុងប៊ីននៅតរនាងមិនអីទេចុះការវិលមករបស់ឯងបាត់នៅនាងតបថាខ្ញុំគ្រាន់បើច្រើនហើយបន្ទាប់ពីសម្រាប់បន្តិចមកអរគុណសម្រាប់ការបារម្ភរបស់លោកពូណាចុងប៊ីនសើចគេគិតក្នុងចិត្តថានិយាយតាមត្រង់ទៅនៅពេលដែលខ្ញុំបានលើពីការបាត់ខ្លួនរបស់ហុងយាសឹងដំបូងគ្រប់យ៉ាងវាចាប់ផ្ដើមវិលជុំវិញខ្លួនខ្ញុំតែម្ដងខ្ញុំពិតជាចង់រត់គេចបាត់ណាពួកយើងអាចចូលមកក្នុងនេះបានដោយសារតែលីសាយកបានឲ្យមានគីជាអ្នកតាមចាប់គេតាប្រហែលខែមុននេះយូនកាអ៊ូលបានទូទីថាការបញ្ចប់នឹងមកដល់វាចាំពេលដែលពិភពលោកបានមកផ្លេចពេលដែលច្បោកច្បល់អាចចាប់ផ្ដើមមានលំនឹងបន្តិចម្ដងទៅហើយអ្នកដែលបានដឹងអំពីរឿងនេះដំបូងគេបង្អស់គឺជានាយិកាប្រធានគ្រប់គ្រងអ្នកដែលមានធម៌ពលដែរហាំសុកជីនដំបូងពួកគេគិតថាការទូទាត់របស់នាងគ្រាន់តែជាផលរំខានបន្ទាប់ពីគេមានធម៌ពលបន្ទាប់មករោគបិសាចដែលមានភាពចម្រុះបែបនេះក៏ចាប់ផ្ដើមលេចឡើងពីមួយទៅមួយបន្ទាប់ពីលីសាយកមានធម៌ពលដាស់ឡើងពួកក្រុមប្រូមេទីសដែលពីមុនធ្លាប់តែមានសភាពស្ងប់ស្ងាត់ក៏ចាប់ផ្ដើមបង្កើនសកម្មភាពរបស់ពួកគេបន្ទាប់ពីបានបញ្ជាអំពីការមានវត្តមានឡើងនៃរោគបិសាចចម្រុះទី1មកដើម្បីពង្រៀងការភ័យខ្លាចជាទ្រង់ទ្រាយធំនេះយាយកែបានប្រាប់ពីរឿងនេះទៅអ្នកប្រមាញ់ដែលកំពូតែប្រមាណអ្នកតែប៉ុណ្ណោះចាប់តាំងពីពេលនោះមកមានការផ្លាស់ប្ដូរវេនគ្នាដើម្បីមកស៊ើបអង្កេតរោគបិសាចចម្រុះនេះរហូតតាមពិតទៅQQ និង Honeybee ទេដែលជាអ្នកត្រូវចូលមកក្នុងនេះតែដោយសារណាមូជីនិយាយវាថាជារឿងមិនតាន់ទើបលីសាយ៉ាងនឹងខ្ញុំត្រូវបដូរឲ្យជាអ្នកដែលចូលមកទីនេះវិញរឿងបិសាចស្រាប់តែមានការសាងសង់ឡើងវិញដល់ខ្លួនឯងហើយវាក៏វិវត្តទៅជារឿងបិសាចកម្រិត S+ ទៀតហងយាសឹងនិងយុនកាអ៊ូនសត្វតែលុចមុខមកទីនេះតែណាមពូជីនក៏បានស្មានទុកហើយមិនមែនថាវាមានរឿងអញ្ចឹងកើតឡើងនោះទើបគេរៀបចំឲ្យពួកយើងមកជំនួសវិញកាអ៊ូនឃើញចុងបេនដូចជាស្លងពេកនាងក៏សួរទាំងបារម្ភថាលោកពូតើលោកពូមិនអីពិតមែនណាអូបាទមិនអីទេចុះលើយាយសឹងគេមិនអីយាយសឹងធ្វើជាក្រហមតែគ្នាវាខ្លាចបិសាចផងខ្លាចចុងបេនផងចុងបេនបន្តថាខ្ញុំមិនយល់ថាហេតុអីបានជាលោកបាត់ខ្លួនហើយបង្កឲ្យមានភាពអញ្ញែញ៉ៃពេញការិយាល័យកដាទេហេតុអីបានជាអ្នកទាំងពីរនៅជុំគ្នាខ្ញុំចង់ដឹងរឿងពីរអ្នកទាំងពីរតាំងពីដើមរហូតដល់បញ្ចប់យាយសឹងនៅតែបំផំដែរចេញពីកន្លែងពួនទៀតរហូតដល់ចុងបេនដែរទៅយកគេឲ្យចេញមករួចគេបន្ថែមថាលោកមិនអាចអង្វរជាលើកទី5អានទេចំពោះរឿងនេះនោះបើទោះបីជាខ្ញុំបានស៊ើបអង្កេតពីរូបបិសាចនេះប្រហែលដងក៏ដោយនេះគឺជាលើកដំបូងហើយដែលរូបបិសាចនេះវាចេះសាងសង់ឡើងខ្លួនវានឹងដំឡើងកម្រិតអីតែខ្លួនវាអញ្ចឹងណារឿងបិសាចសាងសង់ឡើងវិញគឺជាអីដែលថ្មីខ្លាំងដែលយើងត្រូវចាប់ផ្ដើមជាមួយចុងបេនមិនតបញ្ចប់ប្រយោគគេផងស្រាប់តែមានដៃយក្សមួយដ៏ធំហក់មកទះលើពួកគេអញ្ចឹងសាច់រឿងក៏បានមកដល់ទីបញ្ចប់ថងនេះណាមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេចុងប៊ីនហើយបើពីអ្នកនោះអត់ចេះវាយអត់ចេះអីផងងាប់តែគ្នានឹងឯងអញ្ចឹងសូមអ្នកទាំងអស់គ្នារងចាំតាមដានទស្សនានៅភាពបន្តទៀតនៅថ្ងៃស្អែកអូខេសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាជាមួយ admin នៅថ្ងៃនេះណាចាំជួបគ្នានៅថ្ងៃស្អែក Goodbye